Hello អ្នកទាំងអស់គ្នាខ្ញុំអេលីហើយថ្ងៃនេះផងដែរហ្នឹងគឺខ្ញុំបានមកសម្រាយ4ភាគចូលគ្នាតែម្ដងណាខ្ញុំកុំឲ្យខាតពេលវេលាយើងចូលទៅកាន់សាច់រឿងរបស់យើងហ្មងណាបើក្បាលដំបងនៃសាច់រឿងហ្នឹងគឺនៅពេលដែលពួកគាត់គឺបានមកដល់ការ៉ាអូខេហ្នឹងអញ្ចឹងណាហើយអ៊ីខុយហ្នឹងក៏បានងាកមកប្រាប់ឲ្យលីនយូហ្នឹងដោះកតាបរបស់គាត់ហ្នឹងទៅមកកន្លែងសិនទៅពេលហ្នឹងលីនយូគាត់ក៏ព្រមដោះប៉ុន្តែគឺគាត់ប្រយ័ត្នប្រយែងមែនតើហើយຕົកនៅចិត្តខ្លួនគាត់ដែរអញ្ចឹងណាតែពេលហ្នឹងមិត្តភក្តិរបស់គាត់ហ្នឹងហើយនឹងខើហ្នឹងក៏បាននៅគ្នារើបတ်ចម្រៀងអញ្ចឹងណាហើយក៏បានសួរទៅកាន់អ៊ីខុយថាតើអ៊ីខុយហ្នឹងចង់ច្រៀងបទអីគេពេលហ្នឹងអ៊ីខុយគាត់ប្រាប់ថាឲ្យច្រៀងមុនទៅហើយគាត់ក៏ងាកមកនិយាយជាមួយលីនយូអញ្ចឹងដែលគាត់ហ្នឹងក៏បានសួរទៅលីនយូថាតើលីនយូហ្នឹងនឹងអត់ច្រៀងមែនតើមែនលីនយូក៏គាត់តបទៅវិញថាគាត់ហ្នឹងគឺអត់ស្គាល់បទចម្រៀងអីទេតែគាត់ក៏បានបន្ថែមថាគឺគាត់គិតថាគាត់ហ្នឹងបានស្គាល់បទចម្រៀងមួយដែរនៅពេលដែលអ៊ីខុយលឺអញ្ចឹងគាត់ថាឥឡូវប្រាប់គាត់មកថាបទអីគេអញ្ចឹងចាំគាត់ជួយហើយនៅពេលដែលលីនយូគាត់ចាប់ផ្ដើមច្រៀងហ្នឹងគឺគាត់ច្រៀងអាបទ ABC របស់កូនក្មេងហើយនៅពេលដែលគេលឺគាត់ច្រៀងបទហ្នឹងគឺនាំគ្នាសោកឡើងពេញហ្នឹងហ្មងហើយនៅពេលដែលលីនយូគាត់ច្រៀងចប់ហ្នឹងម្នាក់ៗនាំគ្នាហៅឲ្យគាត់អញ្ចឹងណាពេលហ្នឹងអ៊ីខុយក៏គាត់បានទៅសារទៅលីនយូថាលីនយូហ្នឹងគាត់ច្រៀងព្រោះខ្លាំងអីអញ្ចឹងណាហើយគាត់ហ្នឹងក៏បានបន្ថែមថាឲ្យលីនយូហ្នឹងអាសាស្ដាប់បទចម្រៀងទៅថាមិនត្រូវពេលអនាគតគឺលីនយូអាចច្រៀងពីអ្នកគាត់អញ្ចឹងណាពេលដែលគាត់និយាយអញ្ចឹងហើយហ្នឹងក៏គាត់បរៀនលីនយូពីរបៀបចាច់ហើបទចម្រៀងអញ្ចឹងណាហើយពេលហ្នឹងពីអ្នកគាត់ហ្នឹងក៏បានហើបទចម្រៀងតែមួយផងដែរហើយនៅពេលដែលអ៊ីខុយឃើញអញ្ចឹងហ្នឹងក៏គាត់បានសួរទៅលីនយូថាតើលីនយូហ្នឹងចង់ស្ដាប់បទហ្នឹងមែនដែលលីនយូហ្នឹងក៏តបទៅគេវិញទាំងអៀនហ្មងថាហ្នឹងហើយគាត់ក៏ងាកទៅមើលចំណងជើងបទចម្រៀងអញ្ចឹងដែលគាត់បាននិយាយក្នុងចិត្តថាគាត់ហ្នឹងគឺអត់ដែលឮបទចម្រៀងហ្នឹងពីមុនមកទេអញ្ចឹងហើយនៅពេលដែលទៅដល់ផ្ទះហ្នឹងគឺគាត់នឹងស្ដាប់បទហ្នឹងអញ្ចឹងហើយអ្នកទាំងអស់គ្នាក៏អាចរកបទហ្នឹងនៅក្នុង YouTube បានដែរដែលមាន K-pop ច្រើនមែនតើ cover បទហ្នឹងហើយនៅពេលដែលអ៊ីខុយក៏បានឡើងច្រៀងបទហ្នឹងលីនយូក៏បានគិតក្នុងចិត្តថាគាត់ហ្នឹងគឺអត់យល់ទេថាខ្លួនឯងឥឡូវគិតអីគេអញ្ចឹងដោយសារតែឥឡូវហ្នឹងគឺគាត់មើលទៅអ៊ីខុយហ្នឹងលយខ្លាំងមែនតើហ្មងហើយនៅពេលដែលអ៊ីខុយក៏កំពុងតែច្រៀងហ្នឹងក៏គាត់ឆ្លៀតងាកមកញ៉ាំដាក់លីនយូយើងផងដែរហើយលីនយូនៅវិញណាពិភពលោកឡើងពពការឈូកហ្មងហើយនៅពេលដែលអ៊ីខុយក៏បានច្រៀងចប់ហ្នឹងម្នាក់ៗឡើងហូហ្មងសូម្បីតែលីនយូហ្នឹងក៏និយាយថាគាត់នឹងច្រៀងព្រោះដែរហើយអ៊ីខុយហ្នឹងក៏គាត់តបទៅមិត្តភក្តិគាត់ថាឥឡូវហ្នឹងគាត់ឡើងអៀនហើយនេះហើយភ្លាមហ្នឹងអ៊ីខុយក៏គាត់បានងាកទៅនិយាយជាមួយលីនយូអញ្ចឹងគាត់ហ្នឹងក៏យកដៃទៅប៉ះសក់កូនគេអញ្ចឹងហើយគាត់បានប្រាប់លីនយូថាគឺលីនយូហ្នឹងមានហុំភ្នែកធ្លាក់ត្រូវថ្ពាល់ហ៎គាត់ហ្នឹងក៏បានប្រាប់ថាឲ្យលីនយូនៅស្ងៀមហើយបិទភ្នែកទៅចាំគាត់យកចេញឲ្យអញ្ចឹងហើយកន្លែងហ្នឹងឡើងដូចថើបគ្នាហ្មងហើយបើលីនយូវិញគ្នាឡើងអៀនភ្លាមហ្នឹងអ៊ីខុយក៏គាត់បានបញ្ចេញថាមពលដែលដាក់សន្តំឲ្យពួកហ្នឹងនៅគ្នាគេងអស់អញ្ចឹងទៅអ្នកនៅក្នុងបន្ទប់ហ្នឹងគឺនៅគ្នាគេងហ្មងសូម្បីតែលីនយូក៏គាត់គេងដែរហើយអ៊ីខុយហ្នឹងក៏គាត់បានសើចេញមកដល់និយាយថាទីបំផុតហ្នឹងគឺលីនយូគេងហីដែលពេលដែលគាត់និយាយហ្នឹងបញ្ចេញមកទាំងចកងបញ្ចេញមកទាំងស្នែងហ្មងហើយក៏កាត់ឲ្យយើងឃើញនៅពេលដែលមុនគាត់ធ្វើរឿងទាំងអស់ហ្នឹងឡើងអញ្ចឹងពេលហ្នឹងដែរគឺអ៊ីខុយគាត់បានឃើញកាបូបរបស់លីនយូហ្នឹងនៅឆ្ងាយពីខ្លួនអញ្ចឹងបានគាត់គិតថាគឺគាត់អាចធ្វើឲ្យលីនយូហ្នឹងគេងបានហើយគាត់ក៏បានគិតឡើងមកថាតែវាចម្លែកណាស់ដោយសារតែលីនយូហ្នឹងគឺគាត់យកសមអញ្ចឹងតាំងពីគាត់នៅក្មេងហើយរឿងក៏បានបញ្យល់យើងថាចំពោះសមាមាត្ររវាងសុបិនធម្មតានិងសុបិនអាក្រក់ត្រូវបានគណនាជាមធ្យមក្នុងរយៈពេល1ខែហើយភាគរយនៃសុបិនទាំងអស់នោះគឺវានឹងផ្លាស់ប្ដូរជាបន្តបន្ទាប់ដែលវានឹងអាចផ្លាស់ប្ដូរទៅតាមរាងកាយរបស់មនុស្សយើងហើយនឹងផ្លូវចិត្តរបស់មនុស្សយើងផងដែរប៉ុន្តែចំណុចទាំងអស់នោះគឺលីនយូអត់បានរាប់ចូលទេដោយសារតែភាគរយរបស់លីនយូនឹងគឺអត់ដែលធ្លាក់ចុះទេតាំងពីទូចមកម៉េះ100%នឹងគឺនៅតែ100%អញ្ចឹងរហូតមកហើយភាគរយសុបិនអាក្រក់របស់លីនយូទាំងអស់នឹងហើយដែលជាម្ហូបដ៏សែនឆ្ងាញ់របស់ Demon គ្រប់គ្នាហ្មងហើយវានឹងគឺពិបាកហៅមែនតើ1000នាក់អីមានតែមួយទេជួនកាល1000នាក់ហ្នឹងគឺអត់មានទៀតហើយពេលនោះដែរលីនយូគាត់ក៏បានគិតក្នុងចិត្តថាវាគឺពិតជាអស្ចារ្យខ្លាំងហើយបើសិនជានៅទីក្រុងនេះមានអ្នកណាម្នាក់ទៀតដែលអាចមានយល់សពប៉ុនលីនយូគឺបិសាចទាំងអស់គ្នានឹងប្រហែលជាឈួតបាត់ហើយតែអ្វីទាំងអស់នោះគឺវាអត់សំខាន់ទេសម្រាប់គាត់ព្រោះតែឥឡូវហ្នឹងគឺគាត់មានឱកាសនៅក្នុងដៃឯងហើយនៅពេលដែលគាត់កិនចឹងហើយហ្នឹងក៏គាត់ចាប់ផ្ដើមបញ្ចេញធម៌ពលដើម្បីឲ្យលីនយូហ្នឹងគឺគាត់យល់សពហើយគ្រាន់តែគាត់បានសូមសុបិនអាក្រក់របស់លីនយូបានមួយទីហ្នឹងគឺគាត់ភ្ញាក់តែម្ដងដែលគាត់ហ្នឹងគឺបាននិយាយមកថាហ្នឹងមិនមែនគឺជារសជាតិហើយគាត់ហ្នឹងក៏ចាប់ផ្ដើមសូបយកមកបន្ថែមទៀតអញ្ចឹងហើយនៅពេលដែលគាត់សូបស៊ីធម៌ពលសុបិនអាក្រក់របស់លីនយូហ្នឹងក៏គាត់បានសើចចេញមកដែរហើយទឹកមុខរបស់អ៊ីខុយពេលហ្នឹងឡើងមានក្តីសុខហ្មងតែគាត់ហ្នឹងក៏បាននិយាយចេញមកថាលីនយូហ្នឹងគឺពិតជាកំណត់របស់គាត់មែននៅពេលដែលគាត់ហៅសូបយកបន្ថែមហ្នឹងពីអ្នកស្រីនៅចិត្តហ្នឹងគឺគាត់ដេកស្មុកយកហ្មងហើយនៅពេលដែលពីអ្នកគាត់ស្មុកលឺពេកទៅឡើងលីនយូគាត់រកភ្ញាក់ហ្មងហើយដល់ពេលអ៊ីខុយឃើញអញ្ចឹងគាត់ទៅផ្ទះមុខគេឲ្យគេគេងវិញអញ្ចឹងអុយទៅប៉ិនហ្មងហើយគាត់ហ្នឹងក៏ចាប់ផ្ដើមទីងមុខកូនស្រីគេយកមកមើលអញ្ចឹងគាត់ហ្នឹងក៏បានកាត់ឡើងមកថាតើនៅចិត្តមាត់របស់លីនយូហ្នឹងគឺគេហៅថាម៉េចដែលគេហ្នឹងគឺហៅថាប្រជ្រយមុនស្នេហ៍មែនហើយគាត់ទៅទីងមុខកូនស្រីគេមើលដែលគឺក្នុងចិត្តថាពេលលីនយូមាន
មានបជួយនៅកន្លែងនឹងស្អាតមែនតើនិយាយទៅកូននឹងចំតាក់គេប្រើឯណាដល់ពេលកិនចឹងហើយនឹងក៏ទៅសម័យរូបភាពនៅពេលដែលលីនយូអ៊ីនគាត់ហើយភ្លាមនឹងលីនយូគឺគាត់មកមើលចាប់ទាញអ៊ីខ្វៃឲ្យចូលមកចិត្តគាត់ចឹងដែលពេលហ្នឹងមាត់អ៊ីខ្វៃហ្នឹងក៏ទៅប៉ះនៅថ្ពរអូនបន្តិចចឹងណាហើយដល់ពេលហ្នឹងគាត់ឡើងភ្ញាក់ងើបមុខចេញឡើងលឿនងល់ដែរដល់ពេលហ្នឹងប៉ះថ្ពរទៅអីកន្លែងផ្សេងមិនព្រមប៉ះតាមពិតទៅសាច់រឿងគេធម្មតាទេតែអ្នកបន្ថែមបន្ថយនេះលើហ្មងពេលហ្នឹងអត់ដឹងថាលីនយូហ្នឹងគឺគាត់បានយកសពឃើញអីគេខ្លះទេតែពេលហ្នឹងលីនយូគឺគាត់ទៅអោបធូងរបស់អ៊ីខ្វៃជាប់ហ្មងហើយដល់ពេលខ្លាចអូនងើបអញ្ចឹងក៏ទៅទាញអូនថ្នមដៃស្រួលបួអញ្ចឹងដល់ពេលដាក់លីនយូស្រួលបួហើយក៏គាត់ចាប់ដើមសូបសុបិនគេបន្ថែមទៀតទៅហើយនៅពេលដែលគាត់ពងតែសូបស៊ីសុបិនគេហ្នឹងក៏មានសលេងទូរស័ព្ទមួយបានរោមកអញ្ចឹងហើយទូរស័ព្ទហ្នឹងរោលឺមែនតើហ្មងរោលឺឡើងពីអ្នកស្រីនេះគេងើបហ្មងហើយដល់ពេលដែលខគាត់ងើបហ្នឹងគឺគាត់ក៏លេចទៅមើលលីនយូហើយនឹងអ៊ីខ្វៃគាត់ឡើងកៀងហ្មងគាត់ហ្នឹងក៏បានសួរទៅថាពីអ្នកហ្នឹងធ្វើអីគេតែពេលហ្នឹងអ៊ីខ្វៃគឺគាត់និយាយទាំងធ្វើមុខអត់សមហ្មងថាដោយសារតែលីនយូហ្នឹងល្ងុយគេអញ្ចឹងហើយគាត់អត់ចង់ដាស់លីនយូទេអញ្ចឹងបានគាត់ឲ្យលីនយូហ្នឹងគេបែបហ្នឹងទៅពេលហ្នឹងគាត់ឡើងនិយាយហ្មងថាគេងអីចម្លែកម៉ែតែពេលហ្នឹងគឺមានអ្នកទេមកដែលប្រាប់ថាថ្នាក់គាត់ហ្នឹងគឺមាន meeting ឥឡូវហ្នឹងអញ្ចឹងហើយពួកគាត់ហ្នឹងក៏នាំគ្នារៀបខ្លួនអញ្ចឹងទៅដែលហ្នឹងក៏បានប្រាប់ទៅអ៊ីខ្វៃថាឲ្យអ៊ីខ្វៃហ្នឹងដាស់លីនយូផងហើយពេលអ៊ីខ្វៃលឺអញ្ចឹងគាត់ឡើងញ៉ាំស្ងួតហ្មងហើយគាត់ថាគាត់ដឹងហើយគាត់ទៅដាស់លីនយូអញ្ចឹងទៅហើយពេលដែលលីនយូគាត់បើកភ្នែកមកឃើញអ៊ីខ្វៃហ្នឹងគឺគាត់ចាប់ផ្ដើមរុញអ៊ីខ្វៃចេញភ្លាមហ្មងតែអ៊ីខ្វៃហ្នឹងគ្នាឡើងសួរថាមានរឿងអីគេលីនយូហ្នឹងគឺគាត់អត់មានបានតបទៅអ៊ីខ្វៃវិញទេដែលគាត់ហ្នឹងក៏បាននិយាយថាឥឡូវហ្នឹងគាត់ងើបឯមែនហើយអ៊ីខ្វៃក៏គាត់ឆ្លើយថាហ្នឹងហើយឥឡូវងើបហើយមិញហ្នឹងលីនយូអញគេអញ្ចឹងគាត់ក៏បាននិយាយបន្ថែមថាតើលីនយូហ្នឹងយកសពអាក្រក់មែនហើយលីនយូក៏គាត់បានប្រាប់ទៅថាហ្នឹងហើយគឺគាត់យកសពអាក្រក់អញ្ចឹងហើយពេលអ្នកស្រីហ្នឹងក៏ប្រាប់ថាឲ្យបញ្ញាប់មក meeting អញ្ចឹងពេលដែលលីនយូគាត់លឺអញ្ចឹងហ្នឹងគឺគាត់ថា meeting មែនហើយលីនយូក៏គាត់តបទៅវិញទៅថា meeting អញ្ចឹងដោយសារតែថ្នាក់យើងគឺមានការបន្តណោះហើយលីនយូក៏គាត់តបទៅវិញទៅថាគាត់ដឹងហើយគាត់ក៏ដកដង្ហើមធំអញ្ចឹងនៅពេលដែលអ៊ីខុយឃើញអញ្ចឹងគាត់ឡើងឆ្ងល់ហ្មងថាតើលីនយូហ្នឹងយកសពឃើញអីគេហើយរឿងក៏កាត់ឲ្យយើងឃើញនៅពេលដែលលីនយូគាត់យកសពហ្នឹងដែលពេលហ្នឹងដែរហ្នឹងគឺអត់ដឹងថាមានធម្មពលអីទេដែលបានមកចាប់គាត់ជាប់អញ្ចឹងហើយភ្លាមហ្នឹងបិសាចនៅក្នុងសុបិនគាត់ហ្នឹងក៏មកចាប់បោកសក់គាត់អញ្ចឹងហើយពេលហ្នឹងលីនយូក៏គាត់ខ្លាចឡើងយំហ្មងដែលពេលហ្នឹងគឺគាត់បានឮសលេងមានអ្នកគេហៅឈ្មោះគាត់ហើយនៅពេលដែលគាត់បើកភ្នែកទៅក៏បានឃើញអ៊ីខ្វៃហ្នឹងឯងអញ្ចឹងហើយបានពេលហ្នឹងគាត់ខ្លាចដោយសារតែបិសាចក្នុងសុបិនគាត់ហ្នឹងគឺដូចទៅកាន់អ៊ីខ្វៃខ្លាំងមែនតើហ្មងហើយរឿងក៏កាត់ចូលមកនៅថ្ងៃស្អែកពេលដែលពួកគាត់ហ្នឹងកំពុងតែនៅសាលាពេលហ្នឹងអត់ដឹងថាអ៊ីខ្វៃក៏កាត់អីទេឡើងគាត់អារម្មណ៍អត់ល្អហ្មងឡើងពីអ្នកនេះមកស៊ឹបសួរលីនយូថាអ៊ីខ្វៃហ្នឹងកាត់អីមែនតែលីនយូហ្នឹងគឺគាត់អត់បានតបទៅកាន់ពីអ្នកហ្នឹងទេតែគាត់គិតក្នុងចិត្តថាតិចអ៊ីខ្វៃហ្នឹងខឹងគាត់ដោយសារតែគាត់ហ្នឹងរុញអ៊ីខ្វៃចេញទៅគាត់ហ្នឹងក៏បានគិតបន្ថែមថាពេលហ្នឹងគឺគាត់អត់ទាន់បានសុំទោសអ៊ីខ្វៃទេគាត់តែគិតអញ្ចឹងចប់ហ្នឹងឡើងអោនមុខចោលហ្មងហើយឡើងអូនតៅអ៊ូហ្នឹងសួរថាកាត់អីមែនតែពេលហ្នឹងលីនយូក៏បានសុំមកអូនតៅអ៊ូហ្នឹងដូរកន្លែងគ្នាអង្គុយអញ្ចឹងហើយដល់ពេលបានអង្គុយចិត្តអ៊ីខ្វៃអញ្ចឹងក៏សួរថាអ៊ីខ្វៃហ្នឹងខឹងគាត់មែនហើយអ៊ីខ្វៃក៏គាត់សួរទៅវិញទៅថាខឹងរឿងអីគេហើយលីនយូក៏គាត់ប្រាប់ថារឿងពីយប់មិញដែលគាត់ច្រានអ៊ីខ្វៃចេញពេលដែលអ៊ីខ្វៃលឺលីនយូនិយាយអញ្ចឹងគាត់ឡើងសោចហ្មងហើយយកដៃទៅប៉ះក្បាលគេអញ្ចឹងក៏បាននិយាយថាគាត់ហ្នឹងគឺអត់បានគិតពីរឿងហ្នឹងទេហើយគាត់ខឹងហ្នឹងក៏មិនដោយសារតែរឿងហ្នឹងដែរដល់ពេលគាត់និយាយអញ្ចឹងហើយហ្នឹងក៏ងាកមកដកដង្ហើមធំអញ្ចឹងហើយពេលហ្នឹងលីនយូក៏បានឃើញផងដែរហើយក៏កាន់មកដល់យប់ឡើងនៅក្នុងដងរបស់លីនយូអញ្ចឹងពេលហ្នឹងគាត់កំពុងតែញ៉ាំអីជាមួយចែកអ៊ីងហ្នឹងផងដែរហ្នឹងលីនយូក៏គាត់បានសួរទៅចែកអ៊ីងថាតើចែកអ៊ីងហ្នឹងគឺបានដឹងពីរបៀបលួងមិត្តភក្តិអត់តែចែកអ៊ីងហ្នឹងក៏បានសួរថាតើលីនយូហ្នឹងជួបគ្នាជាមួយមិត្តភក្តិមែនតែលីនយូហ្នឹងក៏គាត់តបទៅវិញទៅថាអត់ទេដោយសារតែគាត់ហ្នឹងឃើញម្នាក់ហ្នឹងមានអារម្មណ៍អត់ល្អអញ្ចឹងដែលចែកអ៊ីងហ្នឹងក៏បានប្រាប់ទៅលីនយូថាឲ្យលីនយូហ្នឹងទិញរបស់ដែលគេចូលចិត្តហ្នឹងធ្វើជាកាដូឲ្យគេទៅលីនយូក៏គាត់បានគិតក្នុងចិត្តថាគាត់ហ្នឹងក៏អត់បានដឹងថាអ៊ីខ្វៃហ្នឹងចូលចិត្តអីទេតែលីនយូហ្នឹងក៏បានគិតក្នុងចិត្តបន្ថែមថាតើអត់អីទេចាំគាត់ហ្នឹងសួរអ៊ីខ្វៃអញ្ចឹងរឿងហ្នឹងក៏កាត់ចូលមកកន្លែងស្ងាត់មកកន្លែងពេលហ្នឹងផងដែរហ្នឹងអ៊ីខ្វៃគឺគាត់កំពុងតែសូបសុបិនគេគាត់ហ្នឹងក៏បានគិតក្នុងចិត្តថាវាគ្រាន់តែជាសុបិនធម្មតាឯមែនតែមិញហ្នឹងបានវាគួរឲ្យល្អើមខ្លាំងមែនពេលហ្នឹងអ៊ីខ្វៃគឺគាត់បានគិតបន្ថែមថាគឺគាត់ច្បាស់ខ្លាំងថាម្នាក់ផងហ្នឹងមានឱកាសសុបិនរហូតដល់ 80% ប៉ុន្តែមិនបានសុបិនទាំងអស់ហ្នឹងវាគ្រាន់តែជាសុបិនធម្មតាអញ្ចឹងនិយាយទៅគឺគាត់សំណាងអាក្រក់មែនតើហ្មងដែលគាត់ហ្នឹងក៏កាត់ឲ្យមួម៉ៅក្នុងចិត្តថាគាត់ហ្នឹងគឺប៊ីនឹងស៊ីសុបិនអាក្រក់របស់លីនយូអស់ហើយគាត់ហ្នឹងគឺខានស៊ីសុបិនអាក្រក់ច្រើនអញ្ចឹងយូរហើយប៉ុន្តែមិនបានគាត់ហ្នឹងធ្វើវាបានសម្រេចចឹងគាត់ខឹងមែនតើហើយភ្លាមហ្នឹងដែរហ្នឹងគឺលីនយូបានឆាតមកសួរគាត់ថាតើអ៊ីខ្វៃហ្នឹងចូលចិត្តអីគេពេលហ្នឹងអ៊ីខ្វៃគាត់ឆ្ងល់
ល់មែនទែនថាលីនយូនឹងចង់និយាយពីអីគេគាត់នឹងក៏បានគិតក្នុងចិត្តថាប្រហែលជាលីនយូនឹងឃើញគាត់អត់សុបាយចិត្តកាលពីថ្ងៃមិញឯងអញ្ចឹងប្រហែលជាលីនយូនឹងចង់ឲ្យកដោគាត់ខ្លាំងអញ្ចឹងគាត់នឹងមិនធំទៅសួរអញ្ចឹងទេក៏ឆាតទៅសួរគេទៀតថាលីនយូនឹងចង់ឲ្យកដោគាត់មែនហើយនៅពេលដែលលីនយូគាត់ទទួលបានសារហ្នឹងគាត់ឡើងសុបាយចិត្តហ្មងថាអ៊ីខွိုនឹងឆ្លាតម៉ែបានតបទៅគេវិញទៅថាគាត់នឹងក៏ចង់ទិញកដោឲ្យអ៊ីខွိုអញ្ចឹងនៅពេលដែលអ៊ីខွိုគាត់ទទួលបានសារហ្នឹងគាត់ឡើងញ៉ាំចេញមកហ្មងដែលគាត់បាននិយាយថាលីនយូហ្នឹងគាត់អីនិយាយចឹងមែនគាត់នឹងក៏បានគិតមកបន្ថែមថានឹងមិនមែនអារម្មណ៍ដែលមានគេខ្វល់ខ្វាយពីគាត់ចឹងអ៊ីខွိုក៏គាត់តបទៅអូនគាត់វិញទៅថាអត់អីទេមិញហ្នឹងគាត់មានអារម្មណ៍ថាសើសុបាយចិត្តណាប៉ុន្តែនៅពេលដែលគាត់ដឹងថាលីនយូហ្នឹងក៏បានបារម្ភពីគាត់អញ្ចឹងទៅគឺគាត់សុបាយចិត្តមែនតើគាត់នឹងក៏មានចង់បានកដោអីពីលីនយូទេហើយគ្រាន់តែលីនយូគាត់ទទួលបានសារពីអ៊ីខွိုភ្លាមមកឡើងសុបាយចិត្តហ្មងណាហើយពេលហ្នឹងអ៊ីខွိုគាត់និយាយចេញមកឡើងច្លើហ្មងថាបើលីនយូហ្នឹងចង់ឲ្យគាត់សុបាយចិត្តមែនណាឲ្យលីនយូហ្នឹងឲ្យគាត់ស៊ីសុបិនមកតែពេលហ្នឹងគឺគាត់ឈរនិយាយម្នាក់ឯងទេហើយគាត់ក៏បានគិតក្នុងចិត្តថាឥឡូវហ្នឹងគឺជាឱកាសល្អហើយអញ្ចឹងហើយគឺគាត់គួរតែសួរលីនយូថាមិនទៅគាត់ហ្នឹងគឺគួរតែនិយាយថាលីនយូឥឡូវលីនយូឯងគេងទៅគាត់ចង់ឃើញលីនយូឯងគេងឬក៏គាត់គួរនិយាយថាលីនយូតើឥឡូវយើងគេងពីអ្នកអត់ឬក៏គួរនិយាយថាលីនយូថ្ងៃហ្នឹងនៅមួយគាត់មកយប់ទៅគាត់គិតហើយហ្នឹងគឺគាត់កវីក្បាលហ្មងហើយគាត់គិតខ្លួនឯងថាគាត់នឹងមានអារម្មណ៍ថាគាត់ដូចរោគចិត្តមិនទេអ៊ីខွိုហ្នឹងក៏គាត់ឆាតទៅប្រាប់លីនយូថាឥឡូវហ្នឹងគឺគាត់នៅក្រៅអញ្ចឹងលីនយូចង់ចេញម្ដងមួយគាត់អត់ហើយលីនយូក៏ឃើញអញ្ចឹងអត់ចាំយូរទេគឺថាទេតបងហ្មងគាត់ហ្នឹងក៏បានសួរទៅអ៊ីខွိုថាតើអ៊ីខွိုនៅណាឥឡូវហ្នឹងគាត់ទៅណេអញ្ចឹងហើយគ្រាន់តែអ៊ីខွိုលឺអញ្ចឹងគឺគាត់តែញ៉ាំចេញមកហ្មងដែលគាត់បានគិតក្នុងចិត្តថាអ៊ីខွိုហ្នឹងគឺស៊ីនុយរបស់គាត់ហើយក៏កាត់ចូលមកដល់នៅពេលដែលលីនយូហ្នឹងគឺគាត់បានមកដល់ហាងកាហ្វេនៅពេលដែលគាត់កំងហើយហ្នឹងក៏គាត់ទាញទូរស័ព្ទឆាតទៅអ៊ីខွိုអញ្ចឹងដែលគាត់ហ្នឹងក៏សួរថាអ៊ីខွိုហ្នឹងចង់ញ៉ាំអីគេហើយអ៊ីខွိုហ្នឹងក៏គាត់ប្រាប់ទៅថាឲ្យតែលីនយូកំងគឺគាត់ញ៉ាំទាំងអស់ហ្នឹងពេលហ្នឹងលីនយូគាត់បានគិតក្នុងចិត្តថាតើពេលដែលពូម៉ាក់គេដើរមួយគ្នាហ្នឹងគឺគេចូលចិត្តនិយាយអីគេដល់ពេលគិតអញ្ចឹងហើយតាំងមកសុបាយអហ្មងហើយភ្លាមហ្នឹងដែរហ្នឹងក៏មានបុគ្គលិកកាហ្វេហ្នឹងបានស្រែកហៅលីនយូអញ្ចឹងណាឲ្យលីនយូហ្នឹងគឺមកយកការ order របស់គាត់ពេលហ្នឹងផងដែរហ្នឹងគឺយើងបានឃើញមនុស្សផងម្នាក់ហ្នឹងគឺគាត់បានសួរបុគ្គលិកកាហ្វេហ្នឹងថាតើឈ្មោះលីនយូមែនគាត់ហ្នឹងក៏បាននិយាយថាអីទេគឺគាត់ហ្នឹងនឹងយកទៅឲ្យលីនយូអញ្ចឹងនៅពេលដែលគាត់ងាកមកឃើញលីនយូហ្នឹងគាត់ញ៉ាំចេញមកហ្មងគ្រាន់តែយើងឃើញសក់ប៉ុណ្ណឹងគឺយើងដឹងថាណាគេណាហើយភ្លាមហ្នឹងអូនហ្នឹងក៏អង្គុយចុះមករាក់ទាក់ជាមួយនឹងលីនយូអញ្ចឹងហើយគាត់ហ្នឹងក៏បានប្រាប់លីនយូថាគាត់ហ្នឹងក៏បានយកត្រីមកឲ្យអញ្ចឹងទៅតែលីនយូហ្នឹងក៏គាត់ឃើញមកអូនហ្នឹងហើយគាត់អត់សប្បាយចិត្តទេគាត់ហ្នឹងក៏បានគិតក្នុងចិត្តថាអូនហ្នឹងគឺមនុស្សអញ្ញាញ៉ៃមែនតើហ្មងបន្ទាប់មកបានគាត់ឆ្លើយជាមួយនឹងអូនហ្នឹងថាគាត់អរគុណហើយពេលហ្នឹងគឺគាត់ងើបឈររដូវកន្លែងអង្គុយតែអូនហ្នឹងគាត់ឃើញលីនយូងើបអញ្ចឹងហើយគាត់ឡើងនិយាយធ្វើតួកំសត់ហ្មងតែគាត់ហ្នឹងក៏បាននិយាយថាគាត់គ្រាន់តែចង់មករាក់ទាក់ជាមួយនឹងលីនយូទេគាត់អត់មានបំណងមកញ៉ៃញ៉ៃទេហើយគាត់ក៏និយាយបន្ថែមថាតើលីនយូហ្នឹងកំពុងតែចាំណាគេមែនហើយអូនហ្នឹងក៏បានបន្ថែមថាគាត់ហ្នឹងពិតជាសុំទៅកាន់លីនយូមែនតើគាត់ហ្នឹងគឺអត់មានបំណងមកញ៉ៃញ៉ៃជាមួយលីនយូទេសារតែគាត់ហ្នឹងក៏អត់សូវដឹងពីរបៀបតំណជាមួយនឹងមនុស្សខាងក្រៅអញ្ចឹងហើយបើគាត់និយាយអញ្ចឹងដាក់លីនយូក៏គាត់អត់មានបំណងទេគាត់សុំទោសអីអញ្ចឹងណាហើយលីនយូគាត់លឺអញ្ចឹងគាត់នឹកឃើញដល់ពេលមុនដែលគាត់និយាយជាមួយគេហើយគេងើបចាញ់ដែលគាត់ហ្នឹងគឺបានកើតក្នុងចិត្តថាគាត់ហ្នឹងគឺយល់អារម្មណ៍ទៅកាន់អូនហ្នឹងអញ្ចឹងហើយគាត់តែគេនិយាយប៉ុណ្ណឹងសោះទុនចិត្តបដាកូនស្រីហើយនៅពេលដែលអ៊ីខွိုក៏គាត់ដើរមកដល់ហ្នឹងក៏បានឃើញអូនហ្នឹងហើយនឹងលីនយូពងតែនិយាយគ្នាអញ្ចឹងហើយក៏មើលអ៊ីខွိုធ្វើមុខនិយាយទៅធ្វើមុខនោះដឹងថាមានន័យថាម៉េចទេហើយក៏កាត់មកអូននេះហើយនឹងលីនយូកំពុងតែនិយាយគ្នាអញ្ចឹងដែលអូនហ្នឹងគឺបានហុចកាហ្វេទៅឲ្យលីនយូហើយគាត់បាននិយាយថាឥឡូវញ៉ាំមិនដឹងទៅហើយប៉ះបើថាគាត់នឹងសុំទោសអីអញ្ចឹងហើយនៅពេលដែលលីនយូគាត់ហិកលូដៃទៅយកហ្នឹងក៏មានដៃមួយទៀតហ្នឹងចាប់យកកាហ្វេហ្នឹងអញ្ចឹងដៃមួយហ្នឹងគឺជាដៃរបស់អ៊ីខွိုយើងនឹងឯងហើយអ៊ីខွိုហ្នឹងក៏គាត់និយាយទៅកាន់អូនហ្នឹងថាអូនហ្នឹងគឺនិយាយត្រូវហើយបើអូនហ្នឹងអស់ការហើយអូនហ្នឹងចេញទៅកុំឲ្យមកញ៉ៃញ៉ៃពួកគាត់អញ្ចឹងហើយអ៊ីខွိုហ្នឹងគឺគាត់និយាយទៅកាន់អូនហ្នឹងទៅមុខមួមហ្មងថាអូនហ្នឹងអ្នកនិយាយខ្លួនឯងមិនអញ្ចឹងហើយថាចង់ឲ្យញ៉ៃញ៉ៃពួកគាត់តែឥឡូវហ្នឹងគឺគាត់មានអារម្មណ៍ថាអូនហ្នឹងឲ្យញ៉ៃញ៉ៃខ្លាំងណាស់អញ្ចឹងហើយអូនហ្នឹងចេញទៅនិយាយទៅគឺគេថាឲ្យអូនហ្នឹងប៉ុណ្ណឹងហើយអូនហ្នឹងគឺគាត់អត់ខ្វល់អីទេហើយគាត់ហ្នឹងក៏ធ្វើជានិយាយថាអូអ៊ីខွိုហ្នឹងមែនជាអ្នកដែលលីនយូកំពុងតែចាំហ្មងតែពេលហ្នឹងលីនយូក៏គាត់មានអារម្មណ៍ថាពីរអ្នកហ្នឹងអាចនឹងស្គាល់គ្នាអញ្ចឹងហើយអូនហ្នឹងក៏បានតបទៅអ៊ីខွိုវិញទាំងឌឺហ្មងគាត់ហ្នឹងក៏បាននិយាយថាអូមិញហ្នឹងគឺគាត់អត់បានសួរអ៊ីខွိုទេតែមិនបានអ៊ីខွိုឆ្លើយអញ្ចឹងគាត់សួរលីនយូតាហើយគាត់ហ្នឹងក៏បានបន្ថែមទៀតថាមើលទៅឆ្លើយខ្លាំងណាស់នៅពេលដែលគាត់ហ្នឹងតបគេដែលគេអត់បាននិយាយជាមួយគាត់អញ្ចឹងនិយាយទៅចាយខ្នាញ់អូនហ្នឹងខ្លាំងមែនតើហ្មងមិនថាប៉ះចាយនៅក្រៅអីចាយសុំវាយបានអត់នៅពេលដែលអ៊ីខွိုគាត់លឺអញ្ចឹងគាត់ខ្នាញ់អូនហ្នឹងមែនតើហ្មងហើយនៅពេលដែលលីនយូគាត់ឃើញអញ្ចឹងហ្នឹងក៏គាត់គិតក្នុងចិត្តថាគាត់ហ្នឹងគឺគួរតែបំបែកពីអ្នកហ្នឹងឯងដោយសារតែគាត់ហ្នឹងឃើញអ៊ីខွိုពងតខឹងពេលហ្នឹងដែរហ្នឹងគឺលីនយូបានតែស្មាអ៊ីខွိုហើយបាននិយាយថាអ៊ីខွိုហ្នឹងញ៉ាំកាហ្វេខ្លះទៅប្រយ័ត្នកាហ្វេតិចអស់អញ្ចឹងហើយអ៊ីខွိုគាត់តបទៅវិញទៅថាគាត់ដឹងហើយគាត់ហ្នឹងក៏សុំទោសលីនយូដែលឲ្យលីនយូចាំយូរហើយនៅពេលដែលអ៊ីខွိုគាត់ទិញកាហ្វេហ្នឹងមកផឹកអូនហ្នឹងគឺគាត់តាមមើលដាក់ភ្នែកហ្មងហើយអ៊ីខွိုហ្នឹងក៏គាត់ងើបមកបបួលលីនយូឲ្យដើរចេញទៅក្រៅអញ្ចឹងហើយភ្លាមហ្នឹងដែរហ្នឹងគឺគាត់ចាប់ផ្ដើមមានអារម្មណ៍ថាគាត់ហ្នឹងគឺអត់ស្រួលហ្មងថ្នាក់ឡើងគាត់ហ្នឹងគឺឈរទប់លំនឹងខ្លួនឯងអត់ជាប់ហើយគាត់ហ្នឹងក៏បានសួរខ្លួនឯងថាគាត់ហ្នឹង
គឺមានរឿងអីគេគាត់ហ្នឹងគឺបានគិតក្នុងចិត្តថាគាត់ហ្នឹងមានអារម្មណ៍ថាគាត់កំពុងតែត្រូវថ្នាំតិចកាហ្វេដែលគាត់ផឹកមិញហ្នឹងគឺបានលាយជាមួយនឹងទឹកថ្នាំហ្នឹងទៅតែទឹកថ្នាំគាត់ចង់សម្ដៅដល់ហ្នឹងគឺជាទឹកថ្នាំបង្កើនភាពឃ្លានណាហើយបើសិនជាបិសាចសុបិនបានផឹកអាទឹកហ្នឹងគឺគាត់កាន់តែឃ្លានហ្មងលើពីថាគឺគាត់ឃ្លានចង់ស៊ីសុបិនគេអញ្ចឹងណាហើយឃ្លានខ្លាំងដែលអាចទប់បាននេះទៅអាចគ្រប់គ្រងខ្លួនឯងបានហ្មងហើយបើងាកមកមើលអូននេះវិញពេលដែលគាត់ឃើញអ៊ីខ្វ័យអញ្ចឹងគឺថាញ៉ាំប្រំប្រៃហ្មងអញ្ចឹងហើយបើឆ្ងល់ថាពីណាគេអ្នកដាក់អីបើញ៉ាំស្រស់អញ្ចឹងហើយនៅពេលដែលលីនយូឃើញគាត់អញ្ចឹងហ្នឹងក៏ចូលមកសួរថាតើគាត់ហ្នឹងអត់អីទេមែនហើយនៅពេលដែលគាត់ឃើញលីនយូមានសុបិនច្រើនអញ្ចឹងគឺគាត់ហត់តាអាចគ្រប់គ្រងខ្លួនឯងបានហ្មងគាត់ហ្នឹងក៏លោកដែរទៅចាប់លីនយូមកចិត្តគាត់អញ្ចឹងគាត់ហ្នឹងក៏បានខ្សឹបដាក់លីនយូថាគាត់ហ្នឹងក៏ចង់ស៊ីលីនយូហើយនៅពេលដែលលីនយូគាត់លឺអញ្ចឹងហ្នឹងគឺយើងអាចបានដឹងថាគាត់ហ្នឹងនឹងឆ្លើយអីទៅកាន់អ៊ីខ្វ័យវិញទេព្រោះដោយសារតែរឿងហ្នឹងគឺបានកាត់ចប់ទាំងតែប៉ុណ្ណេះណាអញ្ចឹងហើយអរគុណអ្នកទាំងអស់គ្នាច្រើនបាយបាយ